ជំរាបសួរអ្នកទាំងអស់គ្នាដែលខ្ញុំមកធ្វើសម្លខ្ទិះខៀវត្រីប្រាហើយគ្រឿងផ្សំមានច្រើនទេមានស្លឹកក្រូចគល់ក្រៃរំដេងល្មៀតម្ទេសខ្ទឹមសខ្ទឹមក្រហមដោយសារខ្ញុំចង់ឲ្យសាច់វាក្រៀមល្អខ្ញុំយកត្រីប្រាមកបំពងវាបន្តិចសិនហើយបានយកវាមកឆាឲ្យចូលជាតិហើយបានខ្ញុំចាក់ទឹកឥឡូវខ្ញុំចាប់តាមលីងខ្ទឹមក្រហមនិងខ្ទឹមសឲ្យវាឈ្ងុយក្រហមហើយខ្ញុំចាប់តាមដាក់គ្រឿងយើងចូលមានល្ក្រូចរំដេងហើយក៏ល្ក្រៃហើយពេលគ្រឿងវាឈ្ងុយហើយខ្ញុំដាក់កាពិចូលដាក់កាពិហើយគឺខ្ញុំដាក់ប្រេងចងមកស្លាបព្រាតបមកគឺល្មៀតនេះគឺខ្ញុំហាលវាបុកក្លុកខ្លួនឯងទេបន្ទាប់មកថែមម្ទេសស្ងួតហើយប៊ីចេងបន្តិចហើយនឹងទឹកដោះគោខាប់បន្តិចហើយនឹងស្ករត្នោតបន្តិចបន្ទាប់មកគឺយើងកូរវាឲ្យសព្វជាមួយគ្នាហើយចាំយើងដាក់ខ្ទិះដូងចូលខ្ញុំមិនដឹងអ្នកទាំងអស់គ្នាធ្វើមិនទេនេះជាការធ្វើរបស់ខ្ញុំដោយសារខ្ទិះដូងហ្នឹងគឺខ្ញុំផ្លាសេវាអញ្ចឹងវារៀងកកបន្ទាប់ជាវាលាយហើយខ្ញុំថែមទឹកបន្តិចហើយភ្លក់រសជាតិមកល្មមហើយបានខ្ញុំចាប់ផ្ដើមដាក់ត្រីចូលដោយសារបើសិនជាយើងអត់តន់ភ្លក់ឲ្យល្មមទេយើងដាក់ត្រីចូលពេលដែលយើងកូរវាអាចបាយត្រីអានេះយើងដឹងរសជាតិវាហើយអញ្ចឹងយើងមិនបាច់កូរទេអានេះខ្ញុំបើកមើលវាអត់តន់ឆ្អិនល្អទេអានេះបានទស្សនភាពពេលឆ្អិនហើយខ្ញុំក៏ដាក់ជីអំវងតិចទៅខ្ញុំអត់ដឹងអ្នកទាំងអស់គ្នាធ្វើមិនទេអានេះគឺជាការធ្វើសម្លខ្ទិះរបស់ខ្ញុំឥឡូវខ្ញុំចាប់ផ្ដើមដួសវាយកទៅដាក់ចានដើម្បីយកទៅញ៉ាំអ្នកទាំងអស់គ្នាកុំភ្លេចតាមដានមើលខ្ញុំទាំងញ៉ាំទាំងអស់គ្នាសម្លខ្ទិះខៀវផាត់ណាចូលមកនំចំអូលេចហាន់ខ្ទឹមក្រហមមាននំចុកអីឆ្ងាញ់ហ្នឹងនេះ
thấyឆ្ងាញ់ tùng thấyឆ្ងាញ់ Bye. Không, ba tiền. Ba mà như tiền. 3 នាទី